យប់អកលអេពីសូតទី3ចាប់ផ្ដើមឡើងនៅក្នុងបណ្ណាល័យដ៏ធំសម្បើមមួយដែលពោពេញទៅដោយសៀវភៅបរិសម្នាក់គេក៏បានដើរចូលក្នុងបណ្ណាល័យចាប់ទាញនៅសៀវភៅមួយដើម្បីយកមកអាននៅក្រៅពីគេបាត់សៀវភៅមកហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ទីកន្លែងមួយផ្សេងទៀតដែលមានដាវកំពុងតែហោះហើយបរិសម្នាក់ទៀតក៏បានចាប់ដាវមួយនឹងជាប់មើលទៅគេគួរតែជាអ្នកវឹកហាត់ប៉ុន្តែហាក់បីដូចជាគេគ្រប់គ្រងដាវនឹងមិនបាននៅឡើយនោះទេភ្លាមដាវមួយនឹងហាក់បីដូចជាមានជីវិតអញ្ចឹងវាខិតខំរើបំរាស់ប៉ុន្តែបរិសម្នាក់នឹងនៅតែព្យាយាមទប់ទល់ប៉ុន្តែកម្លាំងដាវមួយនឹងពិតជាខ្លាំងណាស់វាក៏បានអូសទាញបរិសម្នាក់នឹងពីកន្លែងមួយចូលទៅកាន់ទីកន្លែងមួយផ្សេងទៀតបន្ទាប់ពីហោះអស់មួយរយៈបរិសម្នាក់ទៀតគេក៏បានបង្ហាញខ្លួនហើយយើងក៏មិនទាន់ដឹងថាគាត់នឹងគឺជានរណានោះទេទិសដៅរបស់ដាវមើលទៅដូចជាគាត់នឹងហើយបរិសម្នាក់កាន់ដាវជាប់ពិតជាភ័យខ្លាំងមែនទែនដល់មិនអាចគ្រប់គ្រងដាវបានដោយឡែកបរិសម្នាក់នៅឈរនឹងហាក់បីដូចជាមិនខ្លាចនោះឡើយហើយដាវនឹងក៏បានចាក់លើសូត្រតែច្រាច់បាត់ទៅហើយប៉ុន្តែគាត់វិញនៅតែមុខស្មើដូចជាអត់ឈឺតទៅសោះអធិស្ឋានអ្នកទាំងអស់គ្នាចំពោះសម្លេងរំខានក៏ដោយសារឥឡូវនឹងកំពុងតែភ្លៀងខ្លាំងមែនទែនបន្ទាប់ពីត្រូវមួយដាវរាងកាយរបស់គាត់ក៏បានបំបែកបែបនេះសមោលខ្មៅជាច្រើនក៏បានហោះពីពេញនឹងមើលទៅវាប្រៀបដូចជាយិនហើយនឹងយ៉ាងអញ្ចឹងនៅជាមួយគ្នាប៉ុន្តែមិនអាចចូលគ្នាបាននោះឡើយស្លេពីនឹងសាររឿងក៏បានកាប់មកដល់ខាងក្រៅយើងឃើញថាអាជីវវាក៏បានភ្ញាក់ពីដំណេកអីបើភ្នែកមកសម្លឹងទៅមុខឃើញថានោះគឺជាអាឡុងបែបនេះហើយគាត់ក៏បានសួរតើអញត្រៀមខ្លួនហើយឬនៅរីឯអាឡុងវិញវាក៏បានឆ្លើយតបថាវាគឺត្រៀមខ្លួនរួចហើយបែបនេះគាត់ក៏បាននិយាយជាបន្តទៀតថាអញ្ចឹងពួកយើងគឺចាប់ផ្ដើមទៅអូខេអ្នកទាំងអស់គ្នានេះគ្រាន់តែជាក្បាលវីដេអូនោះទេអញ្ចឹងយើងចូលមកកាន់អេពីសូតទី3ហ្មងទៅផ្ដើមនៃខ្សែរឿងភាគនេះយើងឃើញថាកងទ័ពជាច្រើនក៏ត្រូវបានស្លាប់នៅក្នុងការប្រយុទ្ធរវាងភាគីទាំងសងខាងក៏លេចមើលទៅលើភ្នំឃើញថានោះគឺជាអាជីវគេក៏បានដើរមកទាំងដដាបដដួលលោតចូលមកដល់ខាងក្រោមគេក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យលូឈីងឈិនថាគាត់នេះគឺជាមនុស្សខ្ពង់ខ្ពស់នៅទ្វារខាងត្បូងនៃផ្លូវហៅធានប៉ុន្តែពេលនេះបើជាបោះបង់កំណត់តាវចោលដំណឹងមួយនេះបើសិនជាលេចលឺទៅខាងក្រៅប្រកាសណាស់ប្រកាសជាមានមនុស្សចាប់អើមិនដឹងថាប្រមាណអ្នកនោះទេរូបគេបានប្រឡូតចូលនៅក្នុងពិភពគុណនៅលើលោកីជាមួយនឹងកម្លាំងក្បាច់គុណពិតជាកម្រខ្លាំងណាស់ដែលមានមនុស្សអាចប្រៀបផ្ទឹមជាមួយនឹងខ្លួនគេបាននៅថ្ងៃនេះខ្លួនគេគឺបានប្រយុទ្ធជាមួយនឹងកូនចៅរបស់ពួកឯងទាំងអស់នេះមើលទៅវាគឺបានផ្ដល់មេរៀនឲ្យគេមួយហើយរីឯខ្លួនគេផ្ទាល់បានប្រយុទ្ធគ្នាជាមួយនឹងពួកកងទ័ពដោយឆ្នាំដូចជាពួកឯងនេះវាក៏ចាត់ទុកថាគឺជាមោទនភាពរបស់មហាឋានខ្ញុំផងដែរលោកចិនឆឹងក៏ចេញមកនិយាយថាសារតែកាន់អាជីវថាគេពិតជាគ្រូដាវដ៏ខ្លាំងក្លាប៉ុន្តែគាត់គឺមិនដែលឮឈ្មោះគេតតែសោះរីឯអាជីវក៏បានទៅសារតែកាន់ព្រឹទ្ធាចារ្យលោកចិនឆឹងផងដែរថាគេជួបគ្នាដំបងសោះប៉ុន្តែបែរជាអាចមើលឃើញអំពីអត្តសញ្ញាណរបស់គេក៏ប៉ុន្តែរូបគេផ្ទាល់គ្រាន់តែជាសិស្សដែលកិច្ចសាលាតែប្រពន្ធនោះគឺគ្មានន័យអ្វីនិយាយអំពីវាតទៅទៀតនោះទេគណៈនឹងយើងក៏បានចាប់អារម្មណ៍ជាមួយនឹងពនាងលីយីដែលទ្រង់បានយកបរិយាបុត្រាបកុលឲ្យទៅកាន់កងទ័ពម្នាក់ដើម្បីធានាបាននូវសុវត្ថិភាពរបស់ទ្រង់ក៏លេចមើលខាងព្រឹទ្ធាចារ្យលូស៊ីងឈិនឯនេះវិញគាត់នៅតែបន្តទៅសារទៅកាន់អាជីវថាមពលដែលគេបញ្ចេញដើរមកគឺពោពេញទៅដោយចំហាយថាមពលខ្យល់ហើយនឹងរន្ទះមើលទៅគេពិតជាអស្ចារ្យខ្លាំងណាស់ដោយសមត្ថភាពរបស់គេនេះបើសិនជាចេញមកពីសាលាគួរតែបំរើទៅដល់នគរមិនបែរជាធ្វើជាចោលទៅវិញឬបែបនេះអាជីវក៏ពិតជាអត់សម្ដែងខ្លាំងណាស់ចោលមែនទេតើអ្វីទៅគឺជាចោលហើយយ៉ាព្រឹទ្ធាចារ្យលូលោកគឺជាមនុស្សដែលដើរតាមផ្លូវហៅធានអញ្ចឹងលោកគួរតែធ្លាប់ឮទស្សនៈមួយដែលគេពោលថារីត្រីងងឹតបាំងផ្កាយរីឯនគរវិញស្ថិតនៅក្នុងភាពចលាចលហើយដូច្នេះហើយដើម្បីតែនគរហៅធានរបស់យើងដែលខាតយើងត្រូវតែកំចាត់ស្រីបិសាចនេះចោលតែព្រឹទ្ធាចារ្យលូគាត់នៅតែមិនស្ដាប់និយាយថានេះគ្រាន់តែជាទស្សនៈឈួតលីលាតែប្រពន្ធនោះដោយសំអាងលើទស្សនៈដែលមិនមានប្រភពច្បាស់លាស់ឯងបែរជាហ៊ានធ្វើរឿងដ៏អាក្រក់បែបនេះជាច្រើនឆ្នាំមកហើយយើងគឺបានដើរជាមួយនឹងព្រះនាងហើយព្រះនាងក៏មិនមែនជាប្រភ្នូអាក្រក់អ្វីនោះដែរព្រឹទ្ធាចារ្យលោកក៏បានពមៀនទៅកាន់អាជីវថាបើសិនជាឯងគ្មានដាវពីកំណើតនោះទេអញ្ចឹងហើយប្រកាសជាមិនអាចយកឈ្នះយើងបាននោះឡើយលឿនអញ្ចឹងអាជីវគេក៏បានសាយសួរបកទៅវិញថាពិតមែនអីរូបគេក៏បានស្រែកយ៉ាងខ្លាំងមជ្ឈដ្ឋានជុំវិញខ្លួនក៏បានប្រែក្លាយទៅជាភាពចលាចលអមជាមួយនឹងថាមពលដ៏ខ្លាំងក្លារបស់គេរូបគេនៅតែបន្តសំកាំងខ្លួនទៅលើឃើញបែបនេះហើយនាងជាក៏បានបបួលពនាងហើយនឹងសាងចាក់ចេញពីទីកន្លែងនេះកងទ័ពជាច្រើនក៏ត្រូវបានហុំព័ទ្ធទៅដោយថាមពលភ្លើងហើយនឹងខ្យល់បែបនេះពួកគេក៏បានអណ្ដែតទៅកាន់អាជីវក៏លេចមើលខាងនាងជាណែវិញក៏ដូចជាមិនស្រួលប្រមាណនោះឡើយថាមពលនឹងក៏ពិតជាខ្លាំងមែនតែនខិតខំទាញពួកគេឲ្យចូលទៅខាងក្នុងទិដ្ឋភាពបែបនេះធ្វើឲ្យព្រឹទ្ធាចារ្យលូមានការភ្ញាក់ផ្អើលឯងបែរជាធ្លាក់ខ្លួនដល់ថ្នាក់នេះមែនទេវិជាដែលអាជីវប្រើវាគឺជាវិជាបិសាចបើសិនជាឯងគឺជាមនុស្សល្អមែនហេតុអ្វីបានជាឯងប្រើវិជាបិសាចបែបនេះស្ដាប់លើបែបនេះអាជីវគេក៏បានតបថាបើសិនជាអ្វីដែលគេធ្វើនេះខុសអញ្ចឹងហើយខ្លួនគេគឺនឹងធ្លាក់នរកហើយមិនអាចចាប់កំណើតជារៀងរហូតកន្លែងនេះគឺគេចង់បង្ហាញថាអាជីវគឺមានជំនឿជាមួយនឹងទង្វើរបស់គេថាធ្វើទៅគឺមិនខុសនោះឡើយបើទោះបីជាគេប្រើនៅបច្ចេកទេសបិសាចក៏ដោយប៉ុន្តែអ្វីដែលគេធ្វើគឺជាទង្វើល្អតែប៉ុណ្ណោះរូបគេប្រហែលជាជឿថាបន្ទាប់ពីសម្លាប់ស្រីបិសាចលីយីនេះហើយមហាឋានទាំងមូលប្រកាសជាទទួលបាននូវសន្តិភាពបន្ទាប់ពីប្រមូលផ្ដុំថាមពលអស់រយៈពេលជាយូរគេក៏បានបង្កើនថាមពលចូលទៅក្នុងម្រាមដៃមួយធ្វើការបាញ់ទៅកាន់ព្រឹទ្ធាចារ្យលូឈីងឈិនឃើញថាការប្រមូលផ្ដុំនៅម្រាមដៃនេះដូចជាចិត្តហើយព្រឹទ្ធាចារ្យលូ
ចិញ្ចឹមកបាប្រមូលផ្ដុំថាមពលដូចគ្នាដែលបង្កើតបានទៅជារបាំងការពារដែលអមជាមួយនឹងថាមពលខ្យល់ហើយនឹងរន្ទះមើលទៅវាប្រៀបដូចជាផ្ទាំងកញ្ចក់មួយចំណែកឯអាជាវិញគេក៏មិនចាំយល់ដូចគ្នាបានបើកការវាបហាទៅកាន់ព្រឹត្តិការណ៍លូភ្លាមម្រាមដៃបានហោះទៅហើយសកវាក៏បានប្រែคล้ายទៅជាឆ្អឹងវិញដោយសារតែសាច់គឺត្រូវបានរលាយអស់មកចាអារម្មណ៍ជាមួយនឹងនាងជាបន្ទាប់ពីសិញ្ចឹងកិតគេក៏បាននឹកឃើញនៅគំនិតមួយអញ្ចឹងហើយគេក៏បានទាញនៅធ្នូមកធ្វើការបើកការវាបហាទៅកាន់អាជីវភ្លាមការបាញ់នឹងទៀតសោតមួយគ្រាប់មើលទៅដូចជាមិនអីពីរគ្រាប់ក៏នៅតែមិនអីនោះដែរអញ្ចឹងហើយខ្លួនគេក៏បានបន្ថែមនៅមួយគ្រាប់ទៀតដែលឆែកធ្វើឲ្យអាជីវខ្ទាតទៅបុកជាមួយនឹងដើមឈើព្រឹត្តិការណ៍លូដូចជាអស់កម្លាំងខ្លាំងណាស់ដែរចំណែកអាជីវនៅតែបន្តសម្លឹងមើលទៅកាន់នាងជានិងស្រីបិសាចម្នាក់នោះភ្លាមសំណៃរបស់គេក៏បានបង្ហើបចេញពីមាត់បែបនេះគេក៏នៅតែបន្តនិយាយស្រីបិសាចនាងគឺមិនអាចរត់រួចនោះឡើយដោយលើនៅពាក្យសម្ដីចុងក្រោយនាងជាគេក៏បានដឹងថានេះគឺមិនទាន់ចប់នៅឡើយទេអញ្ចឹងគេក៏បានប្រាប់ទៅកាន់សាងភ្លាមក្របផ្ទុះមួយក៏បានបោះមកសាងក៏បានយកឆាប់ទប់រងស្របពេលជាមួយគ្នាបរិះប្រមាណអ្នកគេក៏បានបង្ហាញខ្លួនចេញមកអញ្ចឹងហើយសូមឲ្យអ្នកទាំងអស់គ្នារីករាយជាមួយនឹងការប្រយុទ្ធរបស់នាងជាបន្តិចទៅនៅក្រៅពីការប្រយុទ្ធត្រូវបានបញ្ចប់ពនាងលីជីក៏ពិតជាសោកស្ដាយខ្លាំងមែនទែនពួកគេមិនគួរស្លាប់នៅទីកន្លែងនេះនោះទេនាងជាក៏បានតទៅវិញថាពួកគេសុទ្ធតែជាកងទ័ពនៃរាជវង្សមហាថាងរីឯពនាងលីយូក៏បានលើពីសម្ដីរបស់នាងជានិយាយការពីអំបញ្ញមិញហ្នឹងចឹងហើយទ្រង់ក៏បានសួរទៅកាន់នាងជាហេតុអីបានជាអំបញ្ញមិញលោកដឹងថាពួកគេគឺមានតបបង្កំតែកន្លែងហ្នឹងទៅប៉ែមែននាងជាក៏បានប្រាប់ត្រង់ថាដោយសារតែពួកគេហ្នឹងគឺជាមនុស្សរបស់ស៊ីហៅអញ្ចឹងពនាងលីយីក៏ដូចជាមានការជាផ្អើលមើលទៅលោកប្រហែលជាដឹងរឿងបន្តិចនោះទេរូបនាងចង់ប្រាប់រឿងមួយទៅកាន់នាងជាប៉ុន្តែនាងជាក៏បានតទៅវិញថាខ្ញុំគឺបានដឹងហើយនាងគឺជាពនាងម្ចាស់នៃរាជវង្សមហាថាងស្ដាប់ឮពនាងលីយីដូចជាមានការចាប់អារម្មណ៍មែនហើយក៏ដោយសារតែលោកបានជួយជីវិតយើងអញ្ចឹងហើយយើងគឺមិនសួរដេញដោលតទៅទៀតនោះទេចំណែកនាងជាគេក៏បានតបថាអញ្ចឹងទូបង្គំគឺសូមអរគុណទៅកាន់ពនាងមិននេះថាមិនដេញដោលទេប៉ុន្តែឥឡូវគឺសួរទៀតហើយលោកនៅក្មេងសោះហេតុអ្វីបានជាចូលបម្រើកងទ័ពដូច្នេះលើនៅសំណួរនាងជាគេក៏បាននិយាយអំពីដំណើរដើមតងថាសាងគឺគេត្រូវបានរើសនៅក្នុងរោងភ្នំមួយនេះនៅពេលនៅពួកយើងនៅក្មេងៗនៅឡើយនោះទេហើយដោយសារតែសេចក្តីស្រែកឃ្លានធ្វើឲ្យពួកយើងស្ទើរតែស្លាប់ទៅហើយតែយ៉ាងណាវានៅតែជាសំណាងល្អពួកយើងគឺបានជួបប្រទះជាមួយនឹងអ្នកប្រមាញ់ចាស់ម្នាក់វាគឺមិនអាចនិយាយថាមិនល្អនោះឡើយម្យ៉ាងវិញទៀតក៏បានបង្រៀនខ្ញុំពីបច្ចេកទេសមួយចំនួនប៉ុន្តែសោកស្ដាយជាចុងក្រោយគាត់ក៏ត្រូវបានស្លាប់ក្រោយមកទៀតខ្ញុំហើយនឹងសាងក៏បន្តរស់នៅក្នុងភ្នំមីងដោយខ្លួនឯងពនាងលីយូនៅតែបន្តសួរនៅក្នុងរោងភ្នំគ្រោះថ្នាក់យ៉ាងនេះហេតុអីបានជាលោកមិននាំនាងទៅសាលាស្រុកទៅម្យ៉ាងនៅទីនោះការគ្រប់គ្រងរបស់មហាឋានចំពោះស្ត្រីមេម៉ាយហើយនិងកុមារកំព្រាគឺល្អខ្លាំងណាស់តែនាងជានៅតែបកទៅវិញថាពួកយើងគឺប្រកាន់នគរការមួយកន្លែងដែលមានមនុស្សតិចវាគឺកាន់តែងាយស្រួលសម្រាប់ពួកយើងរស់នៅស្ដាប់ឮហើយពនាងលីជីក៏មិនបានតបអញ្ចឹងពេលវេលាគឺត្រូវបានស្ងាត់អស់មួយរយៈតូចស្ងាត់អស់មួយរយៈនាងក៏បាននិយាយទៅកាន់នាងជាថាពេលដែលត្រឡប់ទៅឆាងអានវិញរូបនាងនឹងបកគលអនាគតដ៏ល្អប្រសើរមួយឲ្យទៅកាន់នាងជាហើយនឹងសាងនាងជាបានសួរទៅកាន់ពនាងត្រង់ទៅឆាងអានលើកនេះក៏ដើម្បីទៅជួយបងប្រុសដណ្ដើមយករាជបល្ល័ង្កត្រូវអត់ពនាងលីជីបានឆ្លើយថាត្រឹមត្រូវហើយមានអីមែនអត់នៅក្នុងរាជវាំងពិតជាគ្រោះថ្នាក់ខ្លាំងណាស់នេះគឺជារឿងពាក់ព័ន្ធជាមួយនឹងការស្លាប់រស់ម្យ៉ាងវិញទៀតខ្ញុំគឺត្រូវប្រឡងចូលសាលាអញ្ចឹងហើយខ្ញុំគឺមិនអាចចូលរួមជាមួយនឹងពនាងបានឡើយពនាងលីយូស៊ូបកទៅវិញលោកគិតថាការប្រឡងចូលសាលារបស់លោកធ្វើទៅដល់រលូនមែនទេបើទោះបីជាមហាឋានរបស់យើងរើសមន្ត្រីដោយផ្អែកលើទេពកោសលក៏ដោយតែយ៉ាងណានៅក្នុងរឿងនេះវានៅតែមានអត្ថន័យផ្សេងទៀតនាងជាផ្ទាល់រូបគេក៏បានដឹងដូច្នេះគឺមានតែពឹងពនាងឲ្យពនាងជួយជំរះឧបសគ្គនៅចំពោះមុខចេញឲ្យទូបង្គំផងស្ដាប់លើការស្នើសុំរបស់នាងជានាងក៏បានសម្លឹងមើលទៅកាន់សាកសពដែលត្រូវបានស្លាប់ចឹងហើយនាងក៏បានយល់ព្រមជាមួយនឹងនាងជាផងដែរស្ដាប់លើហើយនាងជាក៏បានធ្វើការគោរពអរគុណទៅកាន់ពនាងលីជីសង្កេតមើលទៅពនាងលីជីចង់ចាប់ដៃនាងជានិយាយរឿងមួយផ្សេងទៀតប៉ុន្តែនាងជាក៏បានប្រាប់ទៅថាពនាងលីជីគឺមិនបាច់នោះឡើយទូបង្គំគឺដឹងហើយថាទ្រង់ចង់និយាយអំពីអ្វីពនាងលីជីវិញពិតជាឆ្ងល់ខ្លាំងមែនតែយើងមិនទាន់និយាយនៅឡើយនោះទេហេតុអីបានជាលោកដឹងគណៈនឹងសាងនាងក៏បានងងុយគេងប្រាប់ទៅកាន់នាងជាតែខ្ញុំគឺងងុយគេងហើយនាងជាក៏បានសួរទៅកាន់នាងតែចង់ស្ដាប់ព្រេងនិទានអំពីអ្វីដែរទៅពនាងព្រិលសឬមួយកក់ក្មេងទាំង7ទាំងអស់នេះគឺសុទ្ធតែនិយាយរួចរាល់អស់ហើយដូច្នេះនៅថ្ងៃនេះនាងជាគឺនឹងនិទានរឿងមួយដែលវាជារឿងនិទានរបស់កូនទាដ៏អាក្រក់មួយក្បាលនៅក្នុងរឿងព្រេងនិទានកូនទាដ៏អាក្រក់នេះនាងជាគឺប្រៀបប្រដូចទៅនឹងពនាងលីជីប្រៀបដូចជាកូនទាដ៏អាក្រក់នឹងអញ្ចឹងមើលរូបរាងខាងក្រៅទៅពនាងលីជីគ្រាន់តែជាកូនទាមួយក្បាលតែប៉ុណ្ណោះតែតាមពិតទៅពនាងគឺជាហង្សួរពេលវេលាមួយយប់ក៏ពិតជាលឿនខ្លាំងមែនតើខណៈដែលពេលព្រឹកយើងឃើញថាក្រុមសេះមួយក៏បានបោមកមេតបម្នាក់ក៏បានបង្ហាញខ្លួនមកដល់គេក៏បានស្វែងរកពនាងលីជីហើយជាលទ្ធផលឃើញថាទ្រង់កំពុងតែផ្ទុំនៅខាងក្រៅរទេះតែមើលឃើញពិតជាហួសការរំពឹងទុកខ្លាំងណាស់ពនាងលីជីកំពុងតែកេងកាយស្មារបស់នាងជាមើលទៅទឹកមុខមេតបម្នាក់នឹងពិតជាហួសចិត្តខ្លាំងមែនតើចំណែកនាងជាក៏បានធ្វើសញ្ញាប្រាប់ថាឲ្យស្ងាត់ទៅក៏ដោយសារតែពនាងកំពុង
ពង់តែផ្ទុំតែមេតបម្នាក់នឹងដូចជាមិនស្ដាប់នៅឡើយអញ្ចឹងគេក៏បានធ្វើការក្រោបទៅកាន់ពនាងដែលឆែកធ្វើឲ្យពនាងភ្ញាក់មេតបម្នាក់នឹងគេមានឈ្មោះថាហួសានយាបន្ទាប់ពីដាស់ទៅកាន់ពនាងហើយគេក៏បាននិយាយថាឲ្យពនាងដាក់ទោសមកកាន់ខ្លួនមកក៏ដោយសារតែរំខានដំណេករបស់ទ្រង់ងើបមកឲ្យពនាងលីជីអៀនផងក៏ដូចជាខឹងផងយើងកំពុងតែគេងហេតុអ្វីបានជាឯងមកដាស់បែបនេះឬមួយក៏ចង់ឲ្យយើងនេះដាក់ទោសឯងមែនតើងើបមកឲ្យគេក៏បានអរគុណទៅកាន់ពនាងដែលមិនបានដាក់ទោសហើយគេមកលើកនេះក៏ដើម្បីតែជូនពនាងទៅកាន់ទីក្រុងឆាងអានរីឯពនាងក៏មិនបាននិយាយក្បោកក្បាច់អ្វីនៅដែរអញ្ចឹងហើយពួកយើងគឺឆាប់ចេញដំណើរទៅកន្លែងហ្នឹងបើសិនជាចារអារម្មណ៍យើងឃើញថានាងជាពុតខ្លួនស្ទើរតែដាក់ដៃនៅលើក្បាលរបស់ពនាងទៅហើយបែបនេះធ្វើឲ្យហួសានជីនឹងក៏ពុតជាពិបាកក្នុងខ្លួនខ្លាំងមែនតើពនាងយើងចេញទៅហើយនាងជាគេក៏បាននឹកឃើញរឿងរ៉ាវការប្រយុទ្ធមិញបែបនេះគេក៏បានហៅពនាងឲ្យឈប់ក៏ដោយសារតែគេមានរឿងមួយចង់និយាយតាមពិតទៅតាំងពីថ្ងៃដែលទូបង្គំជាប់ទ្រង់ជាលើដំបងក្នុងចិត្តរបស់ទូបង្គំគឺមានកូនចិត្តមួយដែលចង់ទូទៅកាន់ទ្រង់រួចទៅហើយលើតែប៉ុណ្ណឹងពនាងលីយូក៏បានប្រាប់ថាចាំដល់ឆាងអានទៅចាំពួកយើងនិយាយគ្នាទៀតឬពនាងតបបែបហ្នឹងក្នុងចិត្តរបស់នាងជាក៏ពិតជាល្អសាច់រូបគេក្តក់មាត់ចំណែកឯហួសានយាវិញក៏ដូចជាខឹងខ្លាំងមែនតើណៃខណៈហ្នឹងសាងគេក៏បានដើរមកសួរអ្នកប្រុសអាបាញ់មិញនេះលោកធ្វើដោយចេតនាមែនអត់នាងជាគេក៏បានតបថាត្រឹមត្រូវហើយមើលទៅអាហួសានយាហ្នឹងក៏ពិតជាល្ងងខ្លាំងមែនតើខ្ញុំគ្រាន់តែចំអកឲ្យគេតែប៉ុណ្ណោះសាងក៏នៅតែសួរថាមិញនេះទៅលោតសន្និយាយទៅកាន់ពនាងថាម៉េចចំណែកនាងជាក៏បានតទៅវិញតែខ្ញុំនិយាយថាតាំងពីជួបគ្នាដំបូងនៅទីក្រុងវ័យខ្ញុំគឺបានលងស្រឡាញ់ពនាងបាត់ទៅហើយនិយាយចោលពួកគេក៏បានសះយ៉ាងសប្បាយចិត្តធ្វើឲ្យនារីដែលជាកងតបម្នាក់នឹងក៏ពិតជាសង្ហាចិត្តទៅកាន់ពួកគេខ្លាំងមែនតើនិយាយទៅកន្លែងហ្នឹងនាងជាបើយើងគ្រាន់តែធ្វើឲ្យពួកគេនឹងមានការយល់ច្រឡំតែប៉ុណ្ណោះគិតថាខ្លួនឯងនឹងស្រឡាញ់ពនាងអីអញ្ចឹងទៅណាយើងដឹងស្រាប់ហើយថានាងជានេះគឺជាអាក្មេងមុខដូចសម្ដីលយហើយធ្វើដំណើរនៅតាមផ្លូវសាងនៅតែរំលឹកអំពីទង្វើរបស់នាងជាបានធ្វើអំបញ្ញមិញនេះប្រហែលជាធ្វើឲ្យពនាងកំពុងតែគិតអំពីពាក្យសម្ដីរបស់គេហើយនាងជាគេបានតបទៅវិញថាពនាងគិតតិចតួចក៏វាមិនចម្លែកអ្វីនោះដែរនៅជុំវិញខ្លួនរបស់ទ្រង់គឺសុទ្ធតែជាមនុស្សឆាល្ងងនេះក៏អាចជាកត្តាធ្វើឲ្យទ្រង់មានការថន់ថយនៅបញ្ញាផងដែរសាងវិញនៅតែបន្តសួរអ្នកប្រុសទៅលោកយល់ថានៅក្រោមមេឃលើដីនេះមនុស្សទាំងអស់គឺសុទ្ធតែល្ងងទាំងអស់មែនទេនាងជាតបថារឿងទាំងនេះគឺមិនស្ថិតនៅលើគេឡើយក៏ប៉ុន្តែនៅលើโลกនេះមនុស្សល្ងងក៏ពិតជាមានច្រើនខ្លាំងណាស់សាងវិញយើងនៅតែបន្តសួរអញ្ចឹងនៅក្នុងផ្នែករបស់លោកប្រុសខ្ញុំក៏ជាមនុស្សល្ងងដែរមែនទេហើយចានាងមិនជាមនុស្សល្ងងនោះទេហើយក៏មិនជាមនុស្សឆ្លាតនោះដែរមែនតើនាងជាគ្រាន់តែនិយាយនាងសាច់សប្បាយតែប៉ុណ្ណោះតែនៅក្នុងចិត្តរបស់គេនាងគឺជាមនុស្សដែលមានបញ្ញាថមថយម្នាក់ដែរសាងត្រូវបានគេពិពណ៌នាថានាងគឺជាមនុស្សដែលមានខួរក្បាលដើរយឺតបើសិនជាប្រៀបធៀបទៅនឹងនាងជាក៏ប៉ុន្តែបីភាពមកនេះយើងឃើញថាខួរក្បាលរបស់នាងគឺល្អជាងមនុស្សធម្មតាហើយល្អជាងកងទ័ពទាំងអស់នេះទៅទៀតដែលអញ្ចឹងគឺបានន័យថាខួរក្បាលរបស់នាងជាដែលមានល្បឿនលឿនខ្លាំងបើប្រៀបធៀបទៅនឹងសាងវាក៏ពិតជាអស្ចារ្យជាងមនុស្សធម្មតាឆ្ងាយខ្លាំងមែនតើកំពុងតែធ្វើដំណើរពួកគេក៏ត្រូវបានស្ដីឲ្យទៅដល់កងទ័ពម្នាក់ប្រាប់ពួកគេឲ្យបន្ថែមល្បឿនបន្តិចទៅដូច្នេះសាងក៏បាននិយាយទៅកាន់នាងជាថាអ្នកប្រុសពួកយើងគឺត្រូវបានមនុស្សល្ងងស្ដីឲ្យហើយបន្ទាប់ឲ្យពួកគេធ្វើដំណើរអស់មួយរយៈធំក្បួនទាំងមូលក៏ត្រូវបានបញ្ឈប់មេតបម្នាក់ក៏បានប្រាប់ទៅកាន់អ្នកក្លាហាននេះអ្នកក្លាហាននេះព្រឹទ្ធាចារ្យលូអញ្ជើញលោកទៅរទេះសេះរបស់គាត់ដើម្បីតែជជែកគ្នាស្ដាប់ឮហើយនាងជាក៏ដូចជាសប្បាយចិត្តខ្លាំងណាស់ដែរនិយាយថាអូល្អតែបើមករកសាងវិញនាងជាដូចជាសប្បាយចិត្តខ្លាំងណាស់ក៏ប្រហែលជាគេគិតថានេះគឺជាការចាប់ផ្ដើមវឹកហាត់របស់គេជាលើកដំបូងហើយសាច់រឿងបានកាន់មកដល់ខាងក្រោយវិញបន្ទាប់ពីធ្វើការគោរពទៅកាន់ព្រឹទ្ធាចារ្យលូហើយមេតបម្នាក់គេក៏បានមកសួរទៅកាន់នាងជាតើសមត្ថភាពលើខ្លួនរបស់ឯងនេះតើឯងរៀនមកពីណាដែរទៅនាងជាគេក៏បានតបថាសមត្ថភាពសម្លាប់មនុស្សប្រកបណាស់ប្រកបជាបានមកពីការសម្លាប់មនុស្សហើយលើនៅចម្លើយមេតបក៏នៅតែមិនអស់ចិត្តសួរទៅកាន់នាងជាតើឯងអាយុប្រមាណហើយឯងបានសម្លាប់មនុស្សអស់ប្រមាណនេះអីម្ចាស់អារម្មណ៍ជាមួយនឹងពីរនាក់នេះវិញមើលទៅគេដូចជាមានការចេះផ្អើលជាមួយនឹងវត្តមានរបស់នាងជាខ្លាំងណាស់ឌូមូតែឯងចាំមិនហើយប៉ុន្តែឌូមូវិញកំពុងតែសម្លឹងមើលទៅកាន់នាងជាកំបិត3នោះគឺជាអ្នកកាប់អស់មកពីបឹងស៊ូពីមែនទេពេលសម្ដីប្រមាណម៉ាត់នេះធ្វើឲ្យនាងជាហើយនឹងមេតបបានលឺបែបនេះពួកគេក៏ពិតជាភ័យខ្លាំងមែនតែនចឹងហើយក៏បានដើរខ្លួនយ៉ាងត្រង់ត្រឡប់ទៅខាងក្រោយវិញនាងជាប្រាប់ទៅកាន់មេតបថានៅទីក្រុងវ័យពួកយើងគឺធ្លាប់ឆ្លងកាត់ការសម្លាប់ចោលព្រៃដើម្បីទៅរកប្រាក់ចិញ្ចឹមជីវិតបែបនេះហើយពួកគេគឺបានដាក់រហស្សនាមឲ្យខ្ញុំថាកាប់អស់